สุดท้ายบางคนต่อគ្នាស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតហើយថ្ងៃនេះមកបង្ហាញជាមួយនឹងបទសកម្មភាពសួនច្បារដែលទៅតែរៀបចំតុបតែងហើយស្អាតជាពិសេសបងប្អូនទាំងគ្នាអមជាមួយនឹងអាងហែទឹកខ្នាតធំវែងខ្លាំងមែនទែនបងប្អូនទាំងគ្នាបាទជាមួយនឹងបាទសោភ័ណភាព landscape តុបតែងយ៉ាងប្រណិតពីគម្រោងរបស់យើងហើយវិឡាមួយនេះបងប្អូនទាំងគ្នាទទួលបានការគាំទ្រខ្លាំងមែនទែនជាប្រភេទវិឡាទំនើបហើយខ្នាតធំមួយគម្រោងគឺមានតែ4ផ្ទះតែប៉ុណ្ណោះបងប្អូនទាំងគ្នាហើយឥឡូវនេះគឺទទួលបានការកក់បិទទីតាំងចំនួន2ផ្ទះរួចរាល់ហើយបងប្អូនចង់ឃើញអត់ថាប្រភេទវិឡាប្រណិតមួយនេះអត់សូវប្រមូលផងហេតុអីបានទទួលបានការគាំទ្រម៉េះតោះឥឡូវនេះខ្ញុំនឹងទៅបង្ហាញជាមួយនឹងបាទម៉ូដផ្ទះនៅផ្នែកខាងក្រៅឲ្យលោកអ្នកបានទស្សនាទាំងអស់គ្នាតោះឥឡូវនេះទៅទស្សនាទាំងអស់គ្នាតែននេះគឺជាប្រភេទម៉ូដផ្ទះ XL វិឡាបងប្អូនម៉ូដនៅខាងក្រៅមិនដែរស្អាតដល់បងប្អូនទាំងអស់គ្នានិយាយទៅ XL វិឡានេះគឺទទួលបានការគាំទ្រខ្លាំងមែនទែនដោយសារតែបាទផ្ទះធំដីធំជាពិសេសបាទបន្ទប់គេងបានច្រើនបងប្អូនទាំងអស់គ្នាបាទអញ្ចឹងនេះគឺយើងបានរៀបចំជាមួយនឹងសួននៅផ្នែកខាងក្រៅហើយស្អាតមែនទែនហើយនេះគឺជាបាទបរិវេណខាងក្នុងដែលបងក្រុមជាងគាត់កំពុងតែបាទដែលគាស់ផ្ទះមួយនេះដើម្បីត្រៀមអញ្ជើញលោកអ្នកមកទស្សនាផ្ទាល់មែនតើបងប្អូនទាំងគ្នាផ្ទះនេះលយមែនតើមានសួនអមជាមួយនឹងបាទការចម្រុះពណ៌សងខាងហើយនេះគឺខ្លោងទ្វារចូលផ្ទះធំបងប្អូនបាទអញ្ចឹងបងប្អូនពេលដែលយើងចាញ់ចូលផ្ទះមានសួនច្បារគេថាការចម្រុះពណ៌បែបនេះប្លែកអារម្មណ៍មែនតើមានអារម្មណ៍ថាកណ្ដាលមកដល់ផ្ទះហ្នឹងគឺបាត់អស់ហើយភាពនឿយហត់ដែលមកពីកន្លែងការងារឬក៏ពីកន្លែងរកស៊ីផ្សេងៗបងប្អូនមើលនេះការចម្រុះពណ៌អញ្ចឹងស្អាតមែនតើហើយនេះគឺគេ design កន្លែងអង្គុយលេងគឺមានភាពបាទទំនើបជាមួយនឹងបាទផ្នែកខាងក្នុងហើយខាងក្រៅគឺមានភាពស្រស់ស្រាយទៀតចង់ទិញផ្ទះដែលមានការដេក័រហើយស្អាតទំនើបចង់ទិញផ្ទះដែលមានគ្រឿងសង្ហារឹមតម្លើងសម្ភារៈទំនើបផ្ដល់ជូនលក្ខណៈពិសេសជាច្រើនកុំភ្លេចបាទអញ្ជើញមកទស្សនាផ្ទះគម្រោង XL ដោយផ្ទាល់ដើម្បីក្លាយជាម្ចាស់កម្មសិទ្ធិផ្ទះនេះហើយទិញឲ្យ overlay ចូលមកនៅបានភ្លាមៗតែម្ដងពាក់ព័ន្ធនឹងតម្លៃលក្ខខណ្ឌផ្សេងៗអាចធ្វើការឆាតចូល page បានពីខ្ញុំបាទវិឆ័យសូមអរគុណសូមគោរពលាបាយបាយ បុរី ML ធ្វើឲ្យជីវិតកាន់តែមានសុភមង្គល